ដៅក៏គោករតបាលខេត្តកំពង់ឆ្នាំងបានចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការចំនួន2រូបទី1ឈ្មោះហងពិសីពីនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំងទី2ឈ្មោះលោកវ៉ាន់ថេនពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្តមកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំងជាមួយគ្នានេះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនឹងបន្តស្វែងរកឫសគល់នៃបញ្ហានិងអ្នកពាក់ព័ន្ធនានាមកអនុវត្តតាមផ្លូវច្បាប់សូមរំលឹកថាអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានឲ្យដឹងថាថ្មីនេះមានការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាននិងបណ្ដាញសង្គមនានាជាច្រើនពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូនស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដែលបង្គោលភ្លើងនិងអំពូលសូឡាមានតម្លៃរហូតដល់8លានរៀលក្នុងមួយដើមដែលតម្លៃនេះពោះជាងតម្លៃទីផ្សារហួសហេតុតាមសេចក្តីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី12ខែសីហាឆ្នាំ2026បានឲ្យដឹងទៀតថាពាក់ព័ន្ធនឹងករណីនេះកន្លងមកអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានចាត់មន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យស៊ើបអង្កេតស្រាវជ្រាវដោយរកឃើញមានភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន5នៃខេត្តកំពង់ឆ្នាំងក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងផងដែរផ្អែកលើមូលដ្ឋាននេះក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងឲ្យចាត់វិធានការជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលមានពាក់ព័ន្ធគប់គិតគ្នាក្នុងការរៀបចំនិងអនុវត្តគម្រោងលើមូលនិធិឃុំទាំង5ខាងលើមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ដោយត្រូវចាត់វិធានការវិន័យឬទណ្ឌកម្មឲ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនទាំងអស់ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាននិងវាយតម្លៃជាប់ជាប្រចាំលើកិច្ចការអភិវឌ្ឍមូលដ្ឋានកត្តានេះបានជួយពង្រឹងភាពម្ចាស់ការស្វ័យភាពតម្លាភាពគណនេយ្យភាពនិងសមត្ថភាពឆ្លើយតបរបស់រដ្ឋបាលឃុំសង្កាត់ចំពោះតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗសម្ដៅរួមចំណែកក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានប្រកបដោយចីរភាពនិងសមធម៌សង្គម